ngục đi móc đã đói đó đây ơi chậm rồi mấy nó có thành đại tắc đại tắc mình thoát toàn tôi thấy trong án tiềnបាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមានអ្វីប្លែកមកចែកជូនពុកម៉ែបងប្អូនទស្សនាដែរជាពិសេសអ្នកដែលចូលចិត្តរកត្រីនេសាទត្រីដូចជាខ្ញុំដែរថ្ងៃនេះខ្ញុំនាំអារម្មណ៍បងប្អូនទៅមើលសន្ទូចម្ដងការសន្ទូចរបស់យើងនេះគឺយើងធ្វើដំណើរទៅលើកដៃដើម្បីយកកំពឹសយកបិទសន្ទូចដើម្បីយកត្រីដំបងឡើយនេះខ្ញុំកំពុងចូលច្រាំងទៅស្រែកទុកស្អីជាមួយបងប្អូនរបស់ខ្ញុំនេះចៅឡើងទៅកន្លែងដៃខ្ញុំបងប្អូនទលេយើងទេសភាពនៅខែនេះស្ងប់ខ្យល់អញ្ចេះតែទឹកយើងស្អាតស្មើឆេញល្អណាស់តែចំពោះទលេខាងខ្ញុំនេះដឹងដូចខាងបងប្អូនឬមួយក៏អត់ទេទលេខាងខ្ញុំនេះបាក់ដីខ្លាំងណាស់ដឹងមកពីមូលហេតុអ្វីទេតែនៅខាងខ្ញុំនេះបាក់អញ្ចឹងបងប្អូនតែនៅក្រោយខាងនៅក្រោយខាងបងប្អូនខាងជនជាតិអ៊ីស្លាមខាងមាត់ទឹកនោះខាងគេដោះមករហូតទឹកខ្សាច់ដោះមកទៅខាងខ្ញុំនេះបាក់ជិតបាក់ទៅមានផ្ទះជាពលរដ្ឋខ្លះបាក់ដល់ផ្ទះអញ្ចឹងទៅគោរើទីលំនៅមករស់នៅបោដីទីដីនៅឆ្ងាយពីមាត់ទន្លេដល់ពេលអញ្ចឹងទៅនៅខាងមាត់ទន្លេនេះផ្ទះនៅសល់តិចទេបងប្អូនមានសល់ផ្ទះច្រើនទេដូចបងប្អូនឃើញស្រាប់ហើយខ្ញុំជិះមកម្ដងស្អីមានផ្ទះទេផ្ទះមួយដោយសារគាត់ទៅរស់នៅកន្លែងឆ្ងាយព្រោះខ្លាចទឹកបាក់ច្រាំងមកពេលនេះទៅធ្វើឲ្យគាត់ពិបាកខ្លាចពេលសម្រាប់នៅប្លង់រឹងដល់ពេលព្រឹកឡើងនៅលើប្លង់រាវបងប្អូនឥឡូវបងប្អូនខ្ញុំនិយាយបានតែប៉ុណ្ណេះទេឥឡូវយើងធ្វើការមើលដៃរបស់យើងដៃនេះដាក់ចង់មួយខែបងប្អូនអត់ដែរបានមកមើលទេឡើងក្រាំងដីក្រាំងអីឡើងពេញហ្នឹងហើយតែថ្មីយើងអត់មានលុយបិទសន្ទូចហើយគោយើងមកលើកដៃហ្នឹងទៅដើម្បីយកកំពឹសយកទៅបិទសន្ទូចលោះលើកហ្នឹងស្មានតែអត់មានទេតែដល់ពេលបងអូនលើកទៅថាអូបងកំពឹសមានតើមកបិទបន្ទូចខ្ញុំមកកន្លងនេះផាជា50ផ្លែតែខ្ញុំរៀងកដាលដែរបងប្អូនបើយើងរៀននៅខាងអត់ទៅមានត្រីស៊ីទេបើនៅកដាលមានចាំមើលនេះធ្វើការលាស់កញ្ជ្រោកយកដីចេញឲ្យស្អាតដើម្បីឲ្យយើងស្រួលលាក់កំពឹសចូលមកក្នុងធុងរបស់យើងដើម្បីកុំឲ្យមានដីតែក្នុងហ្នឹងមានពស់ហ្នឹងចូលស្មានណាទេបងប្អូនងាប់ឡើងស្អុយបាត់ហើយដល់ពេលអញ្ចឹងមានគីងគក់មួយទៀតងាប់ប៉ុន្តែទៅតាមទឹកដឹងគេចូលញ៉ាំអីគេក្នុងដៃហ្នឹងគីងគក់ហ្នឹងដល់ពេលហើយងាប់បាត់ឆ្លក់ទឹកនេះយើងបានកំពឹសយើងនេះមកល្មងបិទមានធំមានតូចចំពោះកំពឹសធំទៅខ្ញុំបិទតែមួយទេតែបើកំពឹសតូចខ្ញុំបិទដល់ទៅក្នុងមួយផ្លែហ្នឹងបិទកំពឹសដល់ទៅ2បងប្អូនយើងបិទយកត្រីខែហ្នឹងស៊ីពីច្រើនត្រីប្រមាណបងប្អូនត្រីប្រមាណតែលើកថាត្រីប្រមាណហ្នឹងខ្ញុំលើគេនិយាយយូរហើយគេថាត្រីប្រមាណហ្នឹងបើប្រភេទត្រីប្រមាណឈ្មោលយើងលក់បានតម្លៃថ្លៃតែខ្ញុំមិនដឹងថាអត្រីឈ្មោលហ្នឹងវារូបរាងមិនអត្រីមេហ្នឹងរូបរាងមិនគេថាអត្រីឈ្មោលហ្នឹងគេថាឆ្នោតរៀងមានឆ្នោតពណ៌ទឹកមាសនៅខ្លួនតែបងប្អូននៅខាងបងប្អូនគាត់សម្គាល់ឃើញអញ្ចឹងទេតើមានឆ្នោតពណ៌ទឹកមាសនៅខ្លួនដូចពីខាងខ្ញុំទេដល់ពេលអញ្ចឹងខ្ញុំអត់ដឹងថាណាមួយណាមេមួយណាឈ្មោះអញ្ចឹងខ្ញុំលក់បានតម្លៃថោកតែភាគច្រើនខ្ញុំទុកហូបខ្លួនឯងអត់ដែរបានរកបានច្រើនលក់ទេបងប្អូនព្រោះអីព្រោះត្រីហ្នឹងខ្ញុំយកមកប្រឡាក់យកមកខទៅអូយសិតតែសាច់បងប្អូនហើយនេះបងផ្ទៃទឹកខាងខ្ញុំនេះស្មើឆេញស្អាតល្អណាទុកដល់ពេលអញ្ចឹងមិនបាច់ចាំជងចកោទេយើងតម្លាក់ទឹកកតុយចោលតម្លាក់ទៅច្បាចោលហ្នឹងមើលបានស្រួលតែឥឡូវនេះខ្ញុំខាងវាស៊ីបងប្អូនខ្ញុំសេរីបន្ទូចខ្ញុំបន្តិចព្រោះវានៅខាងខាងដល់ពេលអញ្ចឹងខ្ញុំចង់សេរីឲ្យទៅកដាលបន្តិចឲ្យចងផ្លែមកកដាលបន្តិចហើយតម្លាក់ឲ្យក្បែរគាត់ចំពោះត្រីបើស៊ីខ្លាំងបើយើងយកបានតម្លាក់អណ្ដឹងយើងផ្លែយើងមកអែបគាត់បងប្អូនយើងនឹងបានត្រីច្រើននេះធ្វើរបៀបតម្លាក់របស់យើងគឺយើងចងកានមួយនេះយើងប្រហែលជាចងកានហ្នឹងប្រហែលជាកដាលនងបន្តិចដើម្បីពេលយើងតម្លាក់ទៅឲ្យដុំថ្មនឹងអណ្ដឹងរបស់យើងហ្នឹងផុតពីដីដើម្បីកុំឲ្យគៀមែឈើកឈើដែលវាបាក់ស្រត់ចុះនៅក្នុងទឹកហ្នឹងកុំឲ្យតាក់ដល់ពេលអញ្ចឹងវិធីតម្លាក់អន្ទួយរបស់យើងគឺយើងចងកានពេលយើងចងកានអញ្ចឹងទៅធ្វើឲ្យអណ្ដឹងអន្ទួយរបស់យើងហ្នឹងពេលវាហូរតាមទឹកដែលយើងបន្តខ្សែហ្នឹងធ្វើឲ្យយើងហ្នឹងអត់ជាប់អីចាប់លឿនមែនលោកអើយត្រូវតែតាក់កោងតែតាក់មិញថតតាន់នេះអូយតែពីណាមកហ៎
đang nhưng mà lấy từ lớn ខ្ញុំបងមើលនេះ Ồ, ជុំមិនមែនជុំបានទេត្រីឆ្កោកហ្នឹងបងប្អូនណាគឺសុកហូរតាមទឹកមកហ្មងមិនដឹងថាត្រីហ្នឹងវាពុលទឹកឬមួយក៏គេឆក់ហើយវាអណ្ដែតមកតាមទឹកទេនេះបងប្អូននេះធំគ្រាន់តែត្រីឆ្កោកគេដឹងស្រាប់ហើយរសជាតិរបស់វាឆ្ងាញ់យ៉ាងហ្នឹងណាបងប្អូនឥឡូវបានត្រីឆ្កោកមួយឥឡូវធ្វើការតោផ្លែជងផ្លែបន្ថែមដើម្បីយើងបិទនុយកពឹសទៅចាំមើលតើបានត្រីអត់ចំពោះលទ្ធផលបានត្រីបងប្អូនចាំតាមដានវីដេអូក្រោយមកណានឹងមានវីដេអូក្រោយសម្រាប់ចែកជូនបងប្អូនទស្សនាថាតើខ្ញុំដាក់សន្ទូចនេះបានត្រីឬមួយក៏អត់បងប្អូនចាំមើលវីដេអូក្រោយនេះពេលល្ងាចបងប្អូនព្រឹកឡើងតែខ្ញុំបានឬមិនបានត្រីបងប្អូនចាំតាមដានទស្សនារបស់ខ្ញុំបងប្អូនអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំពីដើមដល់ចប់បងប្អូនណាអរគុណច្រើន Ồ, thì biết sao này